សូមជូនរឿងគង់ហ៊ានកាលពីព្រេងនាយមានបុរសម្នាក់ឈ្មោះថាគង់រស់នៅក្នុងភូមិមួយដ៏សុខសាន្តគាត់មិនមែនជាអ្នកក្លាហានដោយប្រើប្រាជ្ញានោះទេប៉ុន្តែគាត់ល្បីល្បាញដោយសារតែភាពហ៊ានហួសហេតុរបស់គាត់អ្នកភូមិបានដាក់ឈ្មោះហៅក្រៃឲ្យគាត់ថាគង់ហ៊ានព្រោះគាត់តែងតែធ្វើអ្វីដែលមនុស្សមានគំនិតមិនហ៊ានធ្វើដូចជាការលោតពីលើដើមឈើខ្ពស់ៗជាដើមគាត់តែងតែគិតថាការដែលគាត់មិនស្លាប់គឺមកពីគាត់ខ្លាំងពូកែប៉ុន្តែអ្នកភូមិដឹងថាវាគ្រាន់តែជាសំណាងប៉ុណ្ណោះមិនថាការញ៉ាំម្ទេសដែលហឹរបំផុតគង់ហ៊ានតែងតែចង់បង្ហាញថាខ្លួនជាមនុស្សអស្ចារ្យជាងគេឬការទៅលេងសើចនឹងសម្បុកឃុំដ៏កាចសាហាវនោះទេគង់តែងតែហ៊ានធ្វើទាំងអស់ដោយមិនខ្លាចញញើតចាស់ទុំក្នុងភូមិតែងតែព្រួយបារម្ភចំពោះទង្វើរបស់គាត់លោកតាសុភ័ក្របានមានប្រសាសន៍ថាភាពក្លាហានដោយមិនមានប្រាជ្ញាគឺជាផ្លូវកាត់ទៅរកសេចក្តីស្លាប់ថ្ងៃមួយដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនគង់បានភ្នាល់ជាមួយអ្នកភូមិថាគាត់នឹងទៅដេកក្នុងព្រៃខ្លាដ៏កាចសាហាវតែម្នាក់ឯងក្នុងយប់នេះជំនួសឲ្យការរៀបចំអាវុធឬប្រុងប្រយ័ត្នគង់បែរជាយកតែខ្នើយនិងស្រាទឹកត្នោតទៅវិញដោយគិតថាវាងាយស្រួលដូចបកចេកព្រះអាទិត្យជិតលិចហើយគង់ក៏ចាប់ផ្ដើមធ្វើដំណើរចេញពីភូមិអ្នកភូមិមើលតាមគាត់ដោយក្តីបារម្ភនិងចង់ដឹងពីលទ្ធផលគាត់បានដើរចូលទៅក្នុងព្រៃដ៏ជ្រៅដែលជាកន្លែងល្បីថាមានសត្វសាហាវរស់នៅពេលដើរកាន់តែជ្រៅទៅពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមបាត់ទៅវិញម្ដងបន្តិចប៉ុន្តែគង់នៅតែដើរដោយភាពរីករាយសូម្បីតែសត្វស្វាក៏ដឹងពីគ្រោះថ្នាក់ដែរប៉ុន្តែគង់បែរជាសើចចំអោឲ្យពួកវាទៅវិញគាត់បានឆ្លងកាត់ផ្លូវដ៏គ្រោះថ្នាក់ដោយមិនមានការប្រុងប្រយ័ត្នសម្រាប់គង់រាល់ជំហានដែលគាត់មិនធ្លាក់គឺជាភស្តុតាងនៃភាពខ្លាំងរបស់គាត់នៅក្នុងព្រៃនេះមានភ្នែកជាច្រើនកំពុងសម្លឹងមកគាត់ពួកគេឆ្ងល់ថាតើមនុស្សម្នាក់នេះជាអ្នកណាបានជាហ៊ានដើរចូលមកដោយគ្មានអាវុធជំនួសឲ្យការរកកន្លែងសុវត្ថិភាពគង់ក៏អង្គុយចុះផឹកស្រាទឹកត្នោតយ៉ាងសប្បាយសប្បាយជាតិស្រាបានធ្វើឲ្យគាត់កាន់តែមានអារម្មណ៍ថាខ្លួនឯងជាអ្នកក្លាហានរំពេនោះសំឡេងក្រហឹមយ៉ាងខ្លាំងបានបន្លឺពីចម្ងាយព្រៃទាំងមូលហាក់ដូចជាញ័ររន្ធត់ប៉ុន្តែគង់បែរជាគិតថាវាគ្រាន់តែជាសំឡេងផ្គួរលនើនគាត់បានស្រែកតបទៅវិញដោយអំអួយថានរណាហ៊ានមកសម្លុតយើងគាត់មិនដឹងទេថាស្ដេចព្រៃកំពុងតែតាមដានគាត់ហើយមេឃកាន់តែងងឹតឯផ្លូវក៏កាន់តែពិបាកមើលជាតិស្រាបានធ្វើឲ្យជំហានរបស់គាត់មិនសូវនឹងនើប៉ុន្តែចិត្តរបស់គាត់នៅតែធំជាចុងក្រោយគង់ក៏បានរកឃើញគល់ឈើដ៏ធំមួយគាត់គិតថានេះគឺជាគ្រែដ៏ល្អបំផុតសម្រាប់អ្នកក្លាហានដូចយើងគង់បានរៀបចំកន្លែងដេកដោយមិនមានការភ័យខ្លាចអ្វីបន្តិចសោះគាត់បានបិទភ្នែកចុះដោយទាំងមិនដឹងថាយប់នេះនឹងមានរឿងអ្វីកើតឡើងនោះទេដោយសារភាពស្រវឹងនិងអស់កម្លាំងគង់ក៏បានសម្រេចចិត្តដេកនៅទីនោះមុននឹងសម្រាកគង់បានផឹកស្រាទឹកត្នោតដែលនៅសល់រហូតដល់អស់តក់ចុងក្រោយគាត់មានអារម្មណ៍ថាកកនិងងងុយគេងខ្លាំងណាស់គាត់បានរៀបចំខ្នើយលើគល់ឈើដោយមិនបានគិតដល់ការបង្កាត់ភ្លើងដើម្បីការពារខ្លួនពីសត្វសាហាវនោះទេនៅពេលដែលគាត់លងលប់ក្នុងដំណេកគាត់ថែមទាំងយល់សប្តិឃើញខ្លួនឯងកំពុងប្រយុទ្ធឈ្នះសត្វសាហាវទៀតផងមិនយូរប៉ុន្មានគង់ក៏លងលប់ក្នុងដំណេកយ៉ាងស្កប់ស្បង់មិនដឹងខ្លួនអ្វីទេពេលរាត្រីមកដល់ព្រៃទាំងមូលចាប់ផ្ដើមមានចលនាសំឡេងសត្វរាត្រីបន្លឺឡើងគួរឲ្យខ្លាចប៉ុន្តែគង់មិនមែននៅម្នាក់ឯងក្នុងព្រៃនេះទេមានភ្នែកដ៏កាចសាហាវមួយគូកំពុងសម្លឹងមកបកត់ស្រាប់តែសំឡេងសត្វល្អិតទាំងអស់ក៏ស្ងាត់ឈឹងព្រៃទាំងមូលហាក់ដូចជាកំពុងទប់ដង្ហើមរងចាំអ្វីមួយម្ចាស់ព្រៃចាប់ផ្ដើមឈានជើងយាងមកហើយវាដើរដោយស្ងៀមស្ងាត់បំផុតគ្រោះថ្នាក់បានមកដល់គៀកបង្កើយខណៈដែលគង់ហ៊ាននៅតែដេកលងលប់មិនដឹងរឿងនៅពេលបណ្ដាក់អាធាស្ដេចថ្លាដ៏កាយសាហាវមួយក្បាលបានដើរមកដល់វាបានឃើញគង់កំពុងដេកហើយក៏ដើរចូលទៅជិតដោយប្រុងប្រយ័ត្នបំផុតខ្លាបានយកច្រមុះដ៏សើមរបស់វាទៅហិតក្បែរត្រចៀកគង់ក៏ទះមួយដៃយ៉ាងខ្លាំងទៅលើច្រមុះខ្លាហើយស្រែកថាថយទៅកៃខ្លាដ៏កាចសាហាវនោះភ័យលាស់ប្រលឹងវាគិតថាមនុស្សនេះច្បាស់ជាយក្សកំណាចហើយបានជាហ៊ានទះក្បាលខ្លាលេងសើចបែបនេះវាក៏រត់បាត់ស្រមោលទៅហើយពេលព្រឹកព្រលឹមបានមកដល់ព្រៃទាំងមូលពោពេញដោយពន្លឺព្រះអាទិត្យដ៏កក់កោក
នៅពេលដែលគាត់ភ្ញាក់ឡើងគាត់ក៏បានឃើញដានជើងសត្វដ៏ធំមួយវាគឺជាដានជើងខ្លាដ៏ធំមួយគង់បានដឹងថាគាត់ពិតជាបានទះក្បាលស្ដេចខ្លាពិតមែនដោយក្តីរំភើបនឹងមោទនភាពគង់ប្រញាប់រៀបចំអីវ៉ាន់ដើម្បីត្រឡប់ទៅភូមិវិញពេលមកដល់ច្រកចូលភូមិគង់បានស្រែកប្រាប់អ្នកភូមិដោយរំភើបគង់បានត្រឡប់មកភូមិវិញហើយអួតប្រាប់អ្នករាល់គ្នាថាគាត់បានទះក្បាលខ្លារហូតវារត់អ្នកភូមិខ្លះជឿខ្លះមិនជឿប៉ុន្តែគង់នៅតែបន្តអួតពីភាពអស្ចារ្យរបស់គាត់លោកតាសុភ័ក្របានដាស់ពីរិនថាសំណាងមិនមែនមានរាល់ដងទេប៉ុន្តែគង់មិនស្ដាប់ឡើយថ្ងៃមួយដោយភាពហ៊ានហួមៀតគង់បានភ្នាល់ថានឹងហែលឆ្លងទន្លេដែលមានពោពេញទៅដោយសត្វក្រពើអ្នកភូមិបានព្យាយាមគាត់ប៉ុន្តែគង់នៅតែចង់បង្ហាញពីភាពខំរបស់គាត់ដោយអាងលើសំណាងពីមុនគង់បានលោតចូលទៅក្នុងទឹកដោយមិនស្ទើរនោះទេនៅក្នុងទឹកដ៏ជ្រៅសត្វក្រពើឃ្លានកំពុងរង់ចាំគាត់ប៉ុន្តែលើកនេះសំណាងមិននៅខាងគាត់ទៀតទេភាពហ៊ានដោយមិនគិតគូរបាននាំគាត់ទៅជួបគ្រោះថ្នាក់ជាលើកចុងក្រោយទន្លេត្រឡប់មកស្ងប់ស្ងាត់វិញបន្សល់ទុកតែការសោកស្ដាយរបស់អ្នកភូមិចូលចាំទុកណាក្មួយភាពក្លាហានពិតប្រាកដត្រូវតែមានប្រាជ្ញាដឹកមុខការហ៊ានដោយល្ងង់ខ្លៃមិនមែនជាភាពក្លាហានទេតែជាភាពល្ងង់ខ្លៃប៉ុណ្ណោះ